ដោយព្រះគុណនៃស្ថានសួគ៌ព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យថាព្រះអង្គម្ចាស់យេនភីសៀនមានលក្ខណៈពិសេសអស្ចារ្យនិងចម្រាញ់យ៉ាងឈ្វៀវកូនស្រីរបស់ឧត្តមសេនីយ៍នៃរដ្ឋត្រូវបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ក្រោននិងព្រះនាងយេនឈៀវខេងខូជីមហេសីបន្ទាប់បន្សំរបស់គាត់ក្រឹត្យនេះត្រូវបានចេញខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដាច់ដោយឡែកដែលមិនតាក់ទងគ្នាព្រះអង្គម្ចាស់យេនទើបតែបានឡើងជារាជយាតហើយព្រះនាងយេនឈៀវខេងខូត្រូវបានដំឡើងឋានៈជីមហេសីបន្ទាប់បន្សំរួចហើយអ្នកណាខ្លះគិតទៅថាក្រោយរៀបការបាន3ឆ្នាំនាងនឹងផ្ដល់ប្រយោជន៍ដល់អ្នកដទៃយ៉ាងណាមិញនាងគ្រាន់តែជាគ្រូពេទ្យស្រីដ៏ថោកទាបម្នាក់ប៉ុណ្ណោះសូមអរព្រះគុណព្រះបតាព្រះចៅអធិរាជសម្រាប់ព្រះគុណរបស់អ្នកក្នុងការបំផុសបញ្ហាខ្ញុំបានទទួលក្រឹត្យដើម្បីលុបព្រិលនេះខេងខូនេះគឺជាវាំងត្រូវគិតពីសុជីវធម៌ព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យពីរគឺមួយតែងតាំងអ្នកជាម្ចាស់និងមួយទៀតតែងតាំងខ្ញុំជាស្នំឯកភីសៀនតើអ្នកដឹងរឿងនេះទេខេងខូប្រពន្ធចុងមិនមែនជាម្ចាស់ស្រីទេព្រះបតាអធិរាជបានមានបន្ទូលថាអ្នកជាស្ត្រីដែលមានប្រវត្តិខាងវេជ្ជសាស្ត្រមិនអាចធ្វើជារាជយាតបានឡើយប៉ុន្តែប្រសិនបើវាមិនមែនសម្រាប់ខ្ញុំស្ត្រីដែលមានប្រវត្តិវេជ្ជសាស្ត្រទេអ្នកនឹងបានទៅជួបស្ដេចនរោកាលពី3ឆ្នាំមុនកាលពី3ឆ្នាំមុនជំងឺរបស់អ្នកធ្ងន់ធ្ងរហើយគ្រូពេទ្យចាប់ពិតទាំងអស់សង្ឃឹមព្រះចៅអធិរាជបានគ្រោងចេញព្រះរាជក្រឹត្យមួយរួចហើយដើម្បីត្រៀមខ្លួនសម្រាប់ការសោយទីវង្គតរបស់ព្រះអង្គវាគឺជាខ្ញុំដែលតាមជំនាញវេជ្ជសាស្ត្ររបស់ខ្ញុំបានមើលថែអ្នកគ្រប់ជំហាននៃផ្លូវហើយបានឆក់យកជីវិតរបស់អ្នកមកវិញពីស្ដេចនៃឋាននរកដើមឡើយខ្ញុំមិនមានបំណងធ្វើជាមហេសីព្រះនាងរបស់អ្នកទេប៉ុន្តែកាលពី2ឆ្នាំមុនបន្ទាប់ពីបានធូរស្បើយពីជំងឺធ្ងន់ធ្ងរអ្នកផ្ទាល់បានទៅវាំងហើយលុតជង្គង់សុំទានមួយថ្ងៃមួយយប់ហើយទទួលបានព្រះរាជក្រឹត្យអនុញ្ញាតឲ្យអ្នករៀបការព្រះបតាអធិរាជដែលជាមហេសីរបស់កូនប្រុសរបស់អ្នកគឺឈៀវខេងខូនឹងមិនរៀបការអស់មួយជីវិតហើយនឹងមិនយកប្រពន្ធចុងឡើយអ្នកបានសន្យាថាអ្នកនឹងមិនក្បត់ខ្ញុំទេក្នុងជីវិតនេះនៅយប់នៃពិធីមង្គលការរបស់យើងអ្នកបានស្បថាបើអ្នកធ្វើខុសនឹងការសន្យារបស់អ្នកនឹងត្រូវរន្ទះបាញ់ឥឡូវខ្ញុំជារាជយាតចុះបើខ្ញុំរៀបការប៉ុន្មានទៀតអ្នកជាគ្រូពេទ្យទាបម្នាក់បានឡើងលើជណ្ដាលសង្គមរួចហើយដោយខ្លាយជាស្រីស្នំគុំប្រកាន់អីគ្រូពេទ្យថោកទាបឡើងជណ្ដាលសង្គមដូច្នេះក្នុងកែវភ្នែករបស់អ្នកខ្ញុំតែងតែអន់ជាងដោយសារវាជាករណីនោះទំនាក់ទំនងរបស់យើងនឹងបញ្ចប់នៅទីនេះខ្ញុំនឹងសរសេរឲ្យអ្នកនៅកិច្ចព្រមព្រៀងលែងលះចាប់ពីពេលនេះទៅយើងនឹងរៀបការហើយបែកគ្នាទៅតាមផ្លូវរៀងខ្លួនការបែកគ្នាគឺមិនសមហេតុផលសោះមិនមានគំរូសម្រាប់ការលែងលះនៅក្នុងគ្រួសាររាជវង្សហ្គ្រីយ៉ងនាងជាគ្រូពេទ្យទាបហ៊ានស្រមៃចង់ក្លាយជាព្រះនាងស្ត្រីនេះត្រូវការបង្រៀនមេរៀនបើមិនដូច្នេះទេនាងនឹងគិតថានាងមានអ្វីពិសេសបុរសខ្លាំងមួយណាដែលមិនមានប្រពន្ធច្រើននាងជាគ្រូពេទ្យទាបហ៊ានស្រមៃចង់ក្លាយជាព្រះនាងគ្រូពេទ្យដ៏ថ្លៃថ្លាសូមព្រះអង្គមានព្រះជន្មយឺនយូរខ្ញុំជាព្រះនាងច្បងនៃព្រះរាជាណាចក្រយ៉ាវភាគខាងត្បូងកាលពី3ឆ្នាំមុនខ្ញុំបានមកហ្គ្រីយ៉ងដោយសារតែសុបិនហើយបានរៀបការជាមួយភីជេប៉ុន្តែខ្ញុំមិនដែលរំពឹងថានឹងក្បត់ភីជេអស់រយៈពេល3ឆ្នាំមកហើយសុបិនបានចប់ហើយដល់ពេលទៅផ្ទះអ្នកបម្រើនេះនៅទីនេះដើម្បីចេញបញ្ជាឲ្យតបសេដែក100,000របស់ Kiwen Southern យ៉ាវចូលទៅក្នុងផ្លូវភ្លាម10ថ្ងៃក្រោយមកកញ្ញាខ្ញុំបានជូនដំណឹងដល់ឧត្តមសេនីយ៍ Kiwen តាមរយៈភ្នាក់ងារសម្ងាត់របស់ខ្ញុំថាតបសេះយ៉ាវភាគខាងត្បូងនឹងមកដល់រដ្ឋធានីក្នុងរយៈពេល10ថ្ងៃទៀតកុំសោកសៅខ្ញុំមិនសោកស្ដាយឬតូចចិត្តទេគ្រាន់តែខូចចិត្តបន្តិចប៉ុន្តែនោះមិនអីទេជាការល្អដែលឃើញមនុស្សជាតិជាមុនឈប់ព្រះនាងក្រោនរបស់យើងកំពុងឈរនៅទីនេះមិនដឹងថាគួរអន់ទេម្ចាស់ក្ត្រីដូច្នេះអ្នកជាកូនក្រមុំថ្មីរបស់ភីសៀនខ្ញុំដឹងថាអ្នកមិនសប្បាយចិត្តទេប៉ុន្តែនេះគឺជាឆន្ទៈរបស់អធិរាជអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយនឹងព្រះមហាក្សត្រគឺនៅខែក្រោយគឺនៅថ្ងៃជាមួយនឹងពិធីវិនិយោគនេះជាអំណោយរបស់អធិរាជដល់គ្រួសារយ៉ាន់ទូលបង្គំជាព្រះមហាក្សត្រនឹងយាងចូលទៅក្នុងព្រះបរមរាជវាំងខាងកើតមុនគេអ្នកដែលទើបនឹងរៀបការគួរអន់ក្បាលខ្ញុំពេលឃើញខ្ញុំហើយជៀសវាងការគោរពជ្រុលពេកឬច្រណែនពេលអ្នកនិយាយមកកាន់ខ្ញុំតើអ្នកមិនទាន់រៀបការទេអ្នកមិនទាន់រៀបការទេតើអ្នកកំពុងធ្វើអ្វីព្រះនាងក្រោនយោងទៅតាមគ្រួសាររាជវង្សដេវងអ្នកនៅឆ្ងាយពីព្រះនាងរបស់យើងតើកូនក្មេងនេះមកពីណាឆ្មាំយកមុខនោះចេញ
នេះជាអាកប្បកិរិយានិងការចិញ្ចឹមបីបាច់របស់សម្ដេចព្រះបរមរតនកោដ្ឋដែលព្រះចៅអធិរាជផ្ទាល់ប្រគល់ជូនឪពុករបស់អ្នកគឺឧត្តមសេនីយ៍យុនដាមឡើយជាបុរសព្រៃផ្សៃនិងមានភាពអស្ចារ្យមិននឹកស្មានថាកញ្ញាយុនជាមនុស្សស្លូតបូតនិងក្រអឺតក្រទុំនាងទើបតែទទួលបានងារជាព្រះអង្គម្ចាស់ហើយមិនអាចរងចាំដើម្បីបង្ហាញវានៅចំពោះមុខខ្ញុំហើយខ្ញុំឆ្លើយហែកមាត់យានយូអារ៉ែចំពោះវែងតើអ្នកហ៊ានវាយខ្ញុំទេខ្ញុំនឹងវាយអ្នកបម្រើថោកទាបដូចអ្នកសុំនឹងទទួលការវាយដំតើអ្នកប្រដៅអ្នកបម្រើរបស់អ្នកដោយរបៀបណានាងហ៊ានវាយអ្នកណាអ្នកត្រូវបានគេវាយដំនឹងអាម៉ាស់អ្នកឧត្តមសម្ដេចតេជោមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំផងតើមានអ្វីខុសខ្ញុំដឹងថាប្អូនស្រីរបស់ខ្ញុំពិបាកចិត្តដូច្នេះខ្ញុំរងចាំនៅទីនេះដើម្បីសុំទោសនាងប៉ុន្តែខ្ញុំមិនដែលរំពឹងថាខ្ញុំដឹងថាបងស្រីរបស់ខ្ញុំមិនពេញចិត្តប៉ុន្តែខ្ញុំមិនបានលួចតំណែងនេះក្នុងឋានៈជា Crown Princess វាត្រូវបានប្រគល់ឲ្យខ្ញុំដោយអធិរាជទោះបីជាអ្នកមានអារម្មណ៍ខុសក៏ដោយក៏អ្នកមិនគួរឲ្យអ្នកបម្រើវាមនុស្សខ្ញុំមកជេរខ្ញុំឡើយKing អ្នកខុសក្នុងរឿងនេះដូច្នេះសម្ដេចព្រះបរមរតនកោដ្ឋមានបំណងដាក់ទោសពួកយើងឧត្តមនារីវ័យក្មេងម្នាក់នេះហ៊ានផ្គប់ព្រះហឫទ័យបញ្ជារបស់សម្ដេចនៅមាត់ទ្វារវាំងពួកគេពិតជាមិនគោរពរាជវង្សទាំងមូល King សុំទោសជ្រាវឥឡូវនេះអញលុតជង្គង់ចុះកៅវូហើយសារភាពអំពើបាបរបស់អ្នកព្រះអើយបើមិនមែនសម្រាប់នារីវ័យក្មេងរបស់ខ្ញុំកាលពី2 ឆ្នាំមុនតើអ្នកនៅតែដេកលើគ្រែហើយមិនអាចមើលថែខ្លួនឯងបានទេសត្វតិរិឆានម្នាក់នេះគ្មានបេះដូងនិងរឹងរូសហ៊ូចិត្តលុតជង្គង់នៅមុខខ្ញុំឧត្តមអ្នកបម្រើរបស់ខ្ញុំគ្មាននរណាអាចលុតជង្គង់បានទេតើអ្នកហ៊ានយ៉ាងម៉េចជាវថេងឈោតើខ្ញុំល្អចំពោះអ្នកពេកទេខ្ញុំបានធ្វើឲ្យអ្នកខូចខ្ញុំបាននិយាយវាពីមុនទំនាក់ទំនងរបស់យើងបញ្ចប់នៅទីនេះវាមានរបស់ស្តេចខ្មោចហើយយើងនឹងសរសេរកិច្ចព្រមព្រៀងដាច់ដោយឡែកខ្ញុំនឹងចាក់ចេញពីដេវ៉ង់ហើយពួកយើងនឹងមិនជួបគ្នាទៀតទេលេងលេះទៀតអ្នកធ្វើឲ្យខ្ញុំបាត់មុខនៅមុខតុលាការទាំងមូលក្មេងស្រីឈួតតើអ្នកអាចទៅណាតើអ្នកណានឹងចង់បានអ្នកនោះគឺសាហាវណាស់អ្នកកំពុងគំរាមសម្ដេចក្រុមព្រះគ្រូសារាជវង្សមិនដែលលេងលេះខ្ញុំនឹងមិនលេងលេះទេសម្ដេចឲ្យនាងកំពុងគំរាមអ្នកនាងជាស្ត្រីដែលគ្មានទីពឹងតែម្នាក់ឯងគ្មានផ្លូវដែលនាងអាចលេងលេះបានឡើយព្រះតិចគុណគុំជឿនាងឧត្តម